សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកម្ដងទៀតនៅការបង្រៀនតពីមេរៀនចាស់ឥឡូវយើងផ្លាស់ចូលមេរៀនថ្មីគឺយើងរៀនពី BM ហើយនិង ADS អញ្ចឹងបងប្អូនត្រូវតែរៀនស្គាល់ពី BM ហើយនិង ADS កាលណាស្គាល់ពីរហ្នឹងបងប្អូនអាចធ្វើទីផ្សារបានណានិយាយទៅអាចលក់ដូរបាននៅក្នុងអនឡាញអាចគ្រប់គ្រង page ហើយនិងគ្រប់គ្រង Facebook ខ្លួនឯងបានផ្ទាល់មិនបាច់ទៅជួលគេឬក៏មិនទុកចិត្តគេឬក៏អឺឲ្យគេធ្វើដល់ក្រែងចិត្តទេអញ្ចឹងយើងរៀនប្រើធ្វើខ្លួនឯងដើម្បីជាចំណេះដឹងអូខេឥឡូវយើងចូលទៅមេរៀនរបស់យើងតើ BM ហ្នឹងអីគេហើយ ADS ហ្នឹងអីគេដូចខ្ញុំបានណូតអញ្ចឹងគឺ BM ហ្នឹងគឺជាអ្នកគ្រប់គ្រងលេខ page ហើយ ADS នេះគឺជាអ្នកគ្រប់គ្រងលុយកាក់អ្នកគ្រប់គ្រងលុយកាក់ដែរនេះគឺជាអ្នកគ្រប់គ្រងលុយកាក់ដែរគាត់គ្រប់គ្រងដែរប៉ុន្តែគ្រប់គ្រងលុយកាក់ចឹងណាបងប្អូនអូខេខ្ញុំណូតចឹងទៅដើម្បីឲ្យបងប្អូនយល់ហើយនេះគឺគ្រប់គ្រង page ទាំងមូលតែម្ដង page ទាំងមូលបាទខ្ញុំសេណូតឲ្យបងប្អូនមើលដើម្បីជាចំណេះដឹងទាំងមូលអូខេ page ទាំងមូលអូខេតែយើងចែកចេញជា2ហើយ BM ហើយនឹង ADS បន្ទាប់មកទៀតខ្ញុំនឹងបញ្យល់ជាសាច់រឿងស៊ីជម្រៅហើយនឹងការបង្កើត BM ឥឡូវយើងចូលទៅមេរៀនយើងតែម្ដងជាក់ស្ដែងតែម្ដងអូខេឥឡូវខ្ញុំមកដល់នៃ browser របស់យើងហើយថ្ងៃមុនយើងបានបង្កើត account Facebook យើងមួយដែលបងប្អូនធ្លាប់រៀនជាមួយគ្នាវីដេអូខាងដើមហ្នឹងគឺយើងមាន account មួយដែលយើងបង្កើតហើយអញ្ចឹងខ្ញុំ log out ចូល account ដែលយើងបង្កើតហើយអូខេឥឡូវយើងចូលដល់ account ហ្នឹងហើយយើងនឹងបង្កើត BM មុនដំបូងអញ្ចឹងណា BM ជាអ្នកគ្រប់គ្រងបងប្អូនត្រូវតែមាន BM សិនទើបយើងអាចសម្រេចនៃការបង្កើតគណនីទៀតសោតយើងត្រូវបង្កើត BM មុនBM ត្រូវបង្កើតមុនខ្ញុំណូតមួយទៀតណាបងប្អូនណា BM ត្រូវបង្កើតមុនបាទខ្ញុំអត់មានក្តារខៀនទេខ្ញុំបរៀនបងប្អូនតែអញ្ចឹងតែម្ដងបងប្អូនត្រូវតែរៀនជាមួយគ្នាត្រូវបង្កើតមុនអូខេបាទអញ្ចឹង BM ហ្នឹងត្រូវបង្កើតមុន ADS បង្កើតក្រោយទៅហើយ BM ហ្នឹងត្រូវបង្កើត ADS ហើយ BM មានតួនាទីបង្កើត ADS BM បាទមានតួនាទីបាទនាទីបង្កើត ADS ADS អូខេឥឡូវខ្ញុំចឹងទៅដើម្បីឲ្យបងប្អូនយល់ហើយ ADS នេះគឺបង្កើតចេញពី BM បាទតាយើងទៅមុខទៀតបន្ទាប់មកបងប្អូនចូលដល់ account Facebook វាយ browser អីត្រឹមត្រូវវាយ password អីចូលត្រឹមត្រូវទៅក៏បងប្អូនចូលកន្លែងរកពាក្យថា ADS បងប្អូនណាបងប្អូនមានទូរស័ព្ទបងប្អូនមានទូរស័ព្ទផាជាពិបាកបង្កើតបន្តិចបើសិនអាចស៊ីជម្រៅយើងដាក់ខ្លួនជាអ្នករកស៊ីអនឡាញឬក៏អ្នកជំនួញអនឡាញគួរតែមានកុំព្យូទ័រមួយទៅស្រួលនឹងរៀនស្រួលនឹងធ្វើការងារនិយាយទៅមានអត្ថប្រយោជន៍ច្រើនអញ្ចឹងណាខ្ញុំសំណូមពរអញ្ចឹងបងប្អូនចូល ADS Manager មកបាទចឹងបងប្អូនចូលដល់ ADS Manager ហើយចាំបន្តិចណាជាស្រ័យអ៊ីនធឺណិតរៀង slow បន្ទាប់មកការពិតជាទៀតសោត account យើងក៏មានទូនាទីជា ADS ដែរឬក៏មានទូនាទីជា BM ដែរប៉ុន្តែយើងអត់ចង់បានទេព្រោះធម្មតាហេតុអីយើងត្រូវបង្កើត BM ដោយសារយើងអត់ចង់ប្រើ account ឥឡូវយើងចុច like ចុចអីឬក៏ post រូបអីមួយទៅដែល Facebook ចាប់បានហើយជាប់តើយើងអាច boot បានទៀតទេសំណួរណាអញ្ចឹងហើយបាន Facebook គេបង្កើត BM នេះឲ្យយើងរៀនយើងបង្កើតដើម្បីយកទៅគ្រប់គ្រង page ការពី account Facebook របស់យើងហ្នឹងគឺជាប់ឬក៏ខូចព្រោះ account Facebook យើងលេងរាល់ថ្ងៃអត់ដឹងជាប់អីខ្លះហ្នឹងមែនទេបងប្អូនតែណាផុសអីទៅជាប់ Facebook ចាប់បានយើងមិនអត់លក់ឬក៏មាន reject boot របស់យើងមែនទេគិតតិចមើលអូខេឥឡូវកុំឲ្យឆ្ងាយពេកឥឡូវយើងចូល create account មកបងប្អូនចូល ADS ហើយបងប្អូនចុច select កន្លែង account overview នឹងមកបន្ទាប់មកបង select បងប្អូន select យក create a business portfolio ណា create a business portfolio
អូខេឥឡូវមិនបាច់ទៅអានច្រើនទេចំណាំទៅហើយចុចយកតែម្ដងអូខេអញ្ចឹងទៀតសោតគឺ business របស់យើងគឺគេតម្រូវឲ្យដាក់ឈ្មោះរបស់យើងបន្ទាប់មកទៀតគឺយើងបង្កើត email បងប្អូនត្រូវមាន email មួយដែរណាចាំឥឡូវខ្ញុំបង្កើតថា BM training អូខេខ្ញុំដាក់ BM training ហ្នឹងទៅស្រួល training បងប្អូនពេលវីដេអូក្រោយ training digital marketing អូខេ digital marketing ណាអូខេឥឡូវខ្ញុំដាក់ប៉ុណ្ណឹងបន្ទាប់មកខ្ញុំដាក់ឈ្មោះខ្ញុំឈ្មោះរាវុធបន្ទាប់មកដាក់នាមតកូលដែរបន្ទាប់មក email នេះយើងយកមកពីណាបងប្អូន email ដែលយើងធ្លាប់បង្កើតហ្នឹងដែលពីមុនមកយើងធ្លាប់បង្កើតហ្នឹងគឺយើងដាក់ចូលតែម្ដងអូខេខ្ញុំមាន email ថ្ងៃមុនខ្ញុំបង្កើតបងប្អូនដែរខ្ញុំ training បងប្អូនខ្ញុំបង្កើតអញ្ចឹងខ្ញុំបាន email នេះtesting for creator video អូខេអញ្ចឹងខ្ញុំ copy មកខ្ញុំ copy បងប្អូនចុច copy ដូចខ្ញុំមកណាចុចយកពាក្យ copy បន្ទាប់មកបងប្អូនចុចpaste វាមកយើងបើក tab មួយទៀតមកtab នេះមកយើងគឺ paste វាចូលអូខេ paste ចូលអូខេអញ្ចឹងយើង paste email ចូលហើយយើងដាក់ឈ្មោះ BM ត្រឹមត្រូវយើងដាក់ឈ្មោះយើងបន្ទាប់មកយើងដាក់ email ណាបងប្អូនណាហើយចុច create អូខេចាំបន្តិចទៅវាកំពុងតែដើរទេអធិស្ឋានថ្ងៃនេះដូចជាអ៊ីនធឺណិតរៀង slow ដែរអូខេឥឡូវខ្ញុំបង្កើត BM នឹងបានហើយណាបងប្អូនណាអានេះគឺឲ្យ add លក្ខណៈយើងឲ្យបុគ្គលិកឬក៏អ្នកកាន់ page ឲ្យយើងដើម្បីគាត់អាចចូលនៅក្នុង BM របស់យើងដែរចូលមើល BM របស់យើងដែរឬក៏គាត់អ្នកកាន់ page យើងហ្នឹងគាត់អាច boot បានគាត់អាចចូល boot បាន support យើងបានអញ្ចឹងណាអូខេយើងចុច next បន្តទៀតមកបន្ទាប់មកយើងដូចជាអត់មានអីបន្ថែមទៀតទេយើងចុច confirm តែម្ដងអូខេអញ្ចឹងបានន័យថាយើងអត់ទាន់មានអ្នកគ្រប់គ្រងអីទេយើងបង្កើតខ្លួនឯងអញ្ចឹងទៅកន្លែងនេះយើងបាន BM យើងមួយដ៏ល្អមួយសម្រាប់ធ្វើទីផ្សាររបស់យើងចាំបន្តិចទៅបងប្អូនណាបាទអញ្ចឹងយើងបាន BM យើងមួយហើយបាទដូចជា BM មកច្រើនម៉េចឈ្មោះច្រើនម៉េចអូខេBM ដូចជាច្រើនខ្ញុំបង្កើតតែមួយតើវាមកច្រើនម៉េចអូខេខ្ញុំ refresh វាមួយទៅក្រែងលោវា error វាគៀងវាអីចឹងទៅជាស្រ័យផងថ្ងៃនេះដូចជាអ៊ីនធឺណិតរៀង slow បន្តិចតែខ្ញុំព្យាយាមធ្វើវីដេអូហ្នឹងឲ្យខ្លីហើយនឹងឲ្យបងប្អូនរៀនបានអញ្ចឹងណាអូខេឥឡូវយើងបង្កើត BM បានហើយបងប្អូនណាយើងកុំខ្វល់លើ interface នេះយើងខ្វល់ពីកន្លែងនេះវិញបងប្អូនបង្កើត BM បានហើយគឺបងប្អូនអាចប្រើប្រាស់បានណាខ្ញុំ back វាបន្តិចណាបងប្អូនណាខ្ញុំ back វាបន្តិចអូខេបាទខ្ញុំ back បន្តិចទៅដើម្បីឲ្យបងប្អូនស្រួលមើលទំព័រនៃដើមទំព័របន្ទាប់មកយើងចូលនេះដូចជាក្របលុកលាក់នឹងដដែលមកយើងយកពាក្យ ADS ដដែលអូខេអញ្ចឹងចាំបន្តិចទៅយើងអស់មកក្រោមមកយើងចូលពាក្យ ADS ធម្មតាយើងចូល ADS ធម្មតាហើយបន្ទាប់មកបងប្អូនអាច switch ទៅគឺយើងឃើញ business portfolio របស់យើងបាទកន្លែងនេះបើខ្ញុំកាត់តិចទៅណាបងប្អូនណាកុំឲ្យបងប្អូនចាំយូរខ្ញុំរកហើយខ្ញុំប្រាប់បងប្អូន